ដោយសារតែខ្លាចស៊ីមយ៉ងវ៉ាងធ្វើការវាយប្រហារមកលើពួកគេម្ដងទៀតហើយនេះដែលយ៉ងក៏សម្រេចចិត្តថានាងមិនទៅដំណើរកម្សាន្តនៅថ្ងៃសៅរ៍ហ្នឹងឯងប៉ុន្តែខយពីឃើញជីយ៉នសប្បាយចិត្តជាមួយនឹងដំណើរកម្សាន្តមួយហ្នឹងដែលយ៉ងក៏សម្រេចចិត្តថានឹងមិនប្រាប់នាងនៅតាមផ្លូវត្រឡប់មកផ្ទះវិញនាងក៏បានប្រាប់ឲ្យចុងវូនហ្នឹងដោះស្រាយបញ្ហាហ្នឹងជំនួសនាងផងព្រោះជាក់ស្ដែងទៅនាងជាមួយនឹងហៀថេអងដឹងតែអត់បានទៅ100%ហើយតែនាងក៏មិនចង់ឃើញជីយ៉នជាមួយនឹងអ្នកផ្សេងអត់សប្បាយចិត្តដោយសារតែពួកគេដែរយ៉ាងណាមិញអារឿងហ្នឹងប្រូចុងវូនក៏ថាដូចជាមិនសូវស្រួលនោះទេដល់អត់មនុស្សគ្រប់គ្នានៅក្នុងក្រុមរបស់ពួកគេហ្នឹងស្និទ្ធស្នាលគ្នាក៏ដោយសារតែដាក់យ៉ងហ្នឹងដែរហើយបើដាក់យ៉ងអត់ទៅសួរមើលថាអ្នកផ្សេងគេចង់ទៅដែរអត់និយាយទៅអារឿងហ្នឹងគឺវាពិបាកសម្រាប់ចិត្តខ្លាំងហើយចុងវូនគាត់ក៏ដឹងដែរថាដាក់យ៉ងជាមួយនឹងហៀថេអងកំពុងតែមានរបួសឥឡូវហ្នឹងមិនដឹងថាគិតមិនអីមកល្អហើយនេះដែរបដានិយាយគ្នាបដាឥឡូវហ្នឹងពួកគេបានមកដល់ផ្ទះល្មមមកដល់ភ្លាមពួកគេស្រាប់តែឃើញមានអី surprise ទៀតហើយនោះក៏ដោយសារតែហៀថេអងឥឡូវហ្នឹងគឺគាត់ពាក់អាឈុតដើរលេងនឹងហើយបាត់ហើយនេះចាប់បដាដាក់យ៉ងមុននឹងនិយាយថាអត់ទៅផងហ្នឹងហើយអាប៉ែនេះទៅទិញកៅអៅហើយបាត់ហើយសំខាន់ណាស់កៅអៅរបស់គេចេញមកឡើង colorful បដាយ៉ងវូនឃើញអញ្ចឹងហើយសើចយកព្រោះថាប៉ែហ្នឹងវាកាត់ផ្លែងខ្លាំងពេកតែដាក់យ៉ងវិញអត់សប្បាយចិត្តទេនាងក៏បានទៅគេលើស្លងបាត់ទៅដាក់យ៉ងអត់យល់ពីអាប៉ែថេអងហ្នឹងកំពុងតែធ្វើហ្មងគិតមើលប្រហែលថ្ងៃមុនហ្នឹងគាត់ប៊ីងប់ប៊ីរស់ដោយសារតែអាប៉ែស៊ីមយ៉ងវាងហើយឥឡូវហ្នឹងមានអារម្មណ៍ចង់ទៅដើរលេងទៀតក៏លេចមកខាហៀថេអងឯនេះវិញគាត់ក៏បានប្រាប់ឲ្យចុងវូនហ្នឹងទៅរកកៅអៅដែរព្រោះថាថ្ងៃមិញហ្នឹងគាត់ក៏បានទិញកៅអៅមកឈុតអាប៉ែហ្នឹងដូចគ្នាពីរនាក់ហ្នឹងឥឡូវហ្នឹងដូចជាត្រូវដៃត្រូវជើងគ្នាដល់ហើយនេះដល់ហើយភ្លាមចុងវូនក៏ថាកៅអៅរបស់គាត់ហ្នឹងវាតូចខ្លាំងតែហៀថេអងក៏ថាមិនអីទេនិយាយទៅព្រោះស្អាតពេកអីក៏ស្អាតដែរព្រោះឯងធ្វើដែរចេញមកមើលឲ្យដាក់យ៉ងមើលសិនអាយ៉ាសង្ហារបស់គេមែនណាតែគ្រាន់តែដាក់យ៉ងក៏លេចទៅឆ្វាច់កៅអៅគេហ្នឹងឡើងខូចសេះហឺតភ្លាមឃើញហើយថាតូចហើយឥឡូវហ្នឹងយកទៅដូរគេមិនយើបើនិយាយពីដាក់យ៉ងរបស់យើងឥឡូវហ្នឹងខូចភ្នែកអស់ហើយតែថាអីយាយប៉ែហ្នឹងរត់ដងឃើញគេអញ្ចឹងដូចជាមិនសូវអៀនទេលើកនេះមកអៀនអីណាហើយនាងក៏បានដេញឲ្យចុងវូនហ្នឹងទៅបដូរកៅអៅទៅណែអាហៀថេអងវិញមកជាមួយនឹងនាងបន្តិចនាងចង់និយាយជាមួយគាត់ដល់ចូលមកដល់ក្នុងបន្ទប់ឆ្វាច់ដាក់យ៉ងចេះអាប៉ែហ្នឹងយកហ្មងនាងសម្រេចចិត្តហើយថាអត់ទៅដើរលេងហ្នឹងឯងនៅកន្លែងហ្នឹងរងថ្ងៃហ្នឹងគឺវាមានសុវត្ថិភាពហើយចុះបើសិនជាពួកគេទៅខាងក្រៅម៉ៃមើលថាស៊ីមយ៉ងវាងហ្នឹងវាសួរចាត់ការពួកគេមិនទៅយើងខំនិយាយហោហាប៉ាក់ហ្នឹងគ្មានស្ដាប់អីមិនតិចហ្មងគាត់ក៏បានកាយអាកបោរបស់គាត់ហ្នឹងទៅមករួចក៏បានយកទូរស័ព្ទ2គ្រឿងចេញមកគាត់ថាទៅផ្សារថ្ងៃមិញហ្នឹងគាត់ក៏បានទិញទូរស័ព្ទ2គ្រឿងដែរតែពេលឥឡូវហ្នឹងទៅដាក់យកមានទូរស័ព្ទប្រើវិញហើយតែមកភ្លាមគាត់ក៏បានភ្ជាប់វាជាមួយនឹងកាមេរ៉ាសុវត្ថិភាពនៅផ្ទះចាស់របស់គាត់ដែរហើយគាត់ក៏បានរកឃើញវីដេអូមួយដែលគួរឲ្យចាប់អារម្មណ៍នោះគឺជាពេលដែលប៉ែមួយវាយជាមួយនឹងដាក់យកហ្នឹងនិយាយគ្នាជាមួយនឹងស៊ីមយ៉ងវាងក្នុងការសន្ទនាគ្នាហ្នឹងពួកគេបានសម្រេចធ្វើការនៅថ្ងៃសៅរ៍ថេអងគាត់ថាអាហ្នឹងប្រហែលជាថ្ងៃចាត់ការមកលើពួកគេហើយបើអញ្ចឹងមែនណាពួកគេទៅដើរលេងធម្មតាទៅហើយចាំមកវិញចាំប្រយ័ត្នឥឡូវហ្នឹងពិបាកបកាយនេះបើហ៊ាននិយាយចឹងឯហ្នឹងដាក់យកធ្វើមកយើងណាមួយនាងក៏អត់ចង់ធ្វើឲ្យជីយ៉ននាងខូចចិត្តដែរកាត់ចាំមកដល់ពេលស្អែកឡើងមុនទៅសាលាចុងវូនគេក៏បានមកជួយរៀបចំខ្លួនឲ្យដាក់យកណែខ្ជូតខ្លាំងណាស់សុទ្ធតែផ្លុំសក់ផ្លុំអីគេទៀតមើលឃើញអាប៉ែហ្នឹងបកាយ take care គេអញ្ចឹងដាក់យកក៏បានសរសើរគាត់ថាអនាគតទៅគាត់ប្រហែលជាប៉ាប៉ាដ៏ល្អហើយតែប៉ុណ្នេះចុងវូនចាប់មើលមុខបដ ហើយគាត់ក៏ផ្ដាំនាងដែរថាលើក្រោយកុំចេះតែនិយាយអីប្លែកៗអញ្ចឹងទៀតដឹងអត់សម្រាប់ដាក់យងគាត់ថាធម្មតាទេក៏ប៉ុន្តែអ្នកផ្សេងគេស្ដាប់មកគេគិតវែងឆ្ងាយណាមែនតាចៃហ្នឹងនិយាយធ្វើឲ្យគេចាប់អារម្មណ៍រហូតកាត់ចូលមកដល់ពេលល្ងាចឡើងឥឡូវហ្នឹងម៉ោងសិក្សារបស់ពួកគេត្រូវបានបញ្ចប់ហើយហើយនេះជីយ៉នក៏បានបបួលដាក់យងទៅទិញកៅអៅជាមួយគ្នានាងនោះស្រាប់តែយីណាក៏បានមកដល់ហើយនាងក៏សុំនិយាយជាមួយនឹងដាក់យងបន្តិចដែរអន្តតែគេហៅភ្លាមយាយប៉ែហ្នឹងទៅជាមួយនឹងគេប្រយហ្មងនៅតាមផ្លូវនាងក៏បានជួបជាមួយនឹងជ័យយ៉ងហើយដាក់យងប្រាប់ប៉ែហ្នឹងតាមតាណាឡើងធម្មតាតែនៅថ្ងៃមុនហ្នឹងគាត់ធ្លាប់ប្រាប់នាងថាកុំពាក់ព័ន្ធនឹងយាយប៉ែយីណាហ្នឹងឥឡូវដើរទៅនិយាយគ្នាអីណាពួកគេទាំងពីរនាក់ក៏បានមកដល់បន្ទប់គំនូរដ៏ស្ងប់ស្ងាត់មួយគាត់នឹងនិយាយគ្នាធម្មតាសោះហ្នឹងចាំបីមកកន្លែងអីស្ងាត់ដល់ថ្នាក់ហ្នឹងមកដល់ភ្លាមយីណាក៏បានសួរដាក់យងថាតើនាងស្រឡាញ់ចុងវូនមែនម្នាក់ទៀតហើយដាក់យងឆ្ងល់ហ្មងម្នាក់សួរតើនាងអញ្ចឹងរហូតនាងក៏បានឆ្លើយថានាងអត់ស្រឡាញ់អាប៉ែហ្នឹងនោះទេពួកគេជាមិត្តភក្តិធម្មតាតែគ្រាន់តែពេលខ្លះដាក់យងចង់ដឹងចង់ឮពីគេខ្លះអីអញ្ចឹងអូចង់ដឹងពីចុងវូនមែនអញ្ចឹងទៅឥឡូវហ្នឹងនាងដឹងពីគេច្រើននៅដាក់យងថាឥឡូវហ្នឹងអត់មានដឹងអីផងលឺអញ្ចឹងហើយយីណាសើចបដ ாய் បន្ទាប់មកនាងក៏បាននិយាយរៀបរាប់ថាចុងវូនគឺជាមនុស្សចម្លែកខុសពីគេហើយគ្រួសាររបស់គេហ្នឹងក៏មានភាពលាក់កំបាំងខ្លាំងដែរមើលទៅបើចង់សើពីគេគឺរឿងពិបាកបន្តិចរួចហើយដាក់យងក៏បានសួរថាតើចុងវូនគឺជាសិស្សបកាយមែនអត់ចំពោះសំណួរនេះយីណាមានអារម្មណ៍ថាក៏ចម្លែកដែរនាងអត់ដឹងសោះថាដាក់យងចាប់អារម្មណ៍រឿងហ្នឹងដែរដាក់យងក៏បន្តទៅសំណួរមួយទៀតអ្នកផ្សេងនិយាយថាគ្រួសាររបស់គេហ្នឹងគឺជាអ្នកមានតែសម្រាប់នាងអត់គិតអញ្ចឹងនោះទេព្រោះថាបើប្រៀបធៀបកន្លែងស្នាក់នៅរបស់ជ័យយ៉ងជាមួយនឹងប៉ាក់ចុងវូនគឺវាខុសគ្នាឆ្ងាយហ្មងផ្ទះជ័យយ៉ងឡើងធំតែផ្ទះចុងវូនវិញវារៀងតូចល្មម
គាត់ថាការរៀបចំរបស់គេវារៀង clean ដែរអីយ៉ានិយាយមកដល់ចំណុចមួយហ្នឹងយីណាចាប់ដើមចាប់អារម្មណ៍បដ ாய் អញ្ចឹងមានន័យថាដាក់យងបានទៅផ្ទះរបស់ប៉ាចុងវូននឹងមែនខ្ញុំថាឡើយយាយប៉ានឹងសំបីតែដាក់យងក៏រៀងចម្លែកចិត្តដែរហើយពីមុនយីណាជាមួយនឹងចុងវូនធ្លាប់តាក់ទងគ្នាមិនអញ្ចឹងហើយយាយប៉ាអីអត់ដែរទៅផ្ទះប៉ាហ្នឹងឯងចុះអីយ៉ាអារឿងទៅលេងផ្ទះហ្នឹងយីណាយាយប្រាប់ថាកាលពីមុនចុងវូនគឺមិនអោយអ្នកគេទៅផ្ទះគាត់ដាច់ខាតហ្មងមើលទៅចុងវូនប្រហែលជាស្រឡាញ់ដាក់យងហ្នឹងខ្លាំងហើយចំពោះហេតុផលដែលគាត់អត់ដែរឲ្យអ្នកគេទៅលេងផ្ទះរបស់គាត់នោះក៏ដោយសាររតនៈរបស់ចុងវូនហ្នឹងគឺមានលក្ខខណ្ឌវាមានន័យថាអ្នកដែលបានតាក់ទងជាមួយនឹងគាត់កាលពីមុនសុទ្ធតែផ្ដល់ផលប្រយោជន៍ទៅគាត់ទាំងអស់ហ្នឹងឥឡូវនេះយីណាចង់ដឹងថាតើដាក់យងជាមួយនឹងចុងវូនតើពួកគេកំពុងតែដោះដូរអីជាមួយនឹងគ្នាដែរចំសំណួរមួយនេះប្លែកទៀតហើយទៅសួរនាំបន្ថែមឯហ្នឹងភ្លាមនោះចេះយងគាត់ក៏បានមកដល់ហើយដាក់យងចេញពីកន្លែងហ្នឹងមុនហ្នឹងចេះយងគាត់មួម៉ៅហ្មងគិតមើលកាលពីមុនគាត់ខំប្រាប់ឡើងហោហែដាក់យងអត់ជឿគាត់ហើយធ្វើផ្កើអញ្ចឹងដាក់គាត់ទៀតហើយមើលឥឡូវហ្នឹងស្ដីឲ្យស្ដាប់គេទៀតភ្លាមចេះយងក៏បានហៅដាក់យងព្រោះថាឥឡូវហ្នឹងគឺមានមនុស្សចម្លែកម្នាក់ផ្ញើផ្កាមកឲ្យចំណែគេអញ្ចឹងនេះផ្ញើផ្កាមកឲ្យដល់សាលាហ្មងចេះយងអត់គិតថាយីប៉ាហ្នឹងមានមុនស្នេហ៍ដល់ថ្នាក់ហ្នឹងទេហើយបើចេះយងវិញគាត់ក៏ឆ្ងល់ដែរម្នាក់ហ្នឹងជាមនុស្សប្រុសមែនមិនអីនេះសូម្បីតែដាក់យងខ្លួនឯងផ្ទាល់ហ្នឹងក៏មិនដឹងថាណាគេអ្នកផ្ញើមកដែរហើយមិននាំគ្នាសួរអញ្ចឹងណាគេឆ្លើយបាននៅបន្តិចក្រោយមកដាក់យងក៏បានសង្កេតឃើញអីប្លែកលើផ្កាមួយហ្នឹងរួចហើយនាងក៏បានទៅមើលក្នុងបន្ទប់ទឹកតែម្នាក់ឯងក្នុងនោះគឺមានកូនដបថ្នាំមួយដែលវាគឺដូចបែបបិទទៅនឹងដបថ្នាំដែលចេះយងអាសាប្រើមើលទៅនោះប្រហែលជាមកពីស៊ីម៉យ៉ងវ៉ាងហើយគាត់ប្រហែលជាចង់ឲ្យនាងបដូរថ្នាំហ្នឹងជាមួយនឹងចេះយងមើលទៅអាថ្នាំហ្នឹងប្រហែលជាមានជាតិពុលនេះប្រហែលជាអាកាសទី2ដែលដាក់យងធ្វើសម្រាប់ចេះយងហើយខ້ອຍពីចេញពីបន្ទប់ទឹកចុងវូនក៏បានមកសួរនាំនាងព្រោះថាបន្តិចទៀតហ្នឹងគឺពួកគេចង់មានផាត់ធីមួយគាត់ក៏ចង់ពពោះដាក់យងទៅជាមួយនឹងគេដែរតែនាងមិនឆ្លើយជាមួយនឹងគាត់ហើយក៏បែរជាសួរចេះយងថាគាត់ទៅកម្មវិធីនឹងដែរអត់មុនហ្នឹងចុងវូនក៏ថាគាត់ពពោះដែរតែប៉ុន្តែប៉ាហ្នឹងអត់ព្រមទៅចំណែកចេះយងវិញគាត់គិតថាមិនដឹងជឿទៅធ្វើអីផងព្រោះស្អែកហ្នឹងខែងពួកគេទៅដើរលេងជាមួយនឹងគ្នាទៅអត់ចឹងទៅចាំផាត់ធីនៅស្រុកក៏បានដែរចុងវូនក៏ថាឥឡូវហ្នឹងបើចេះយងអត់ទៅដាក់យងឯងទៅដែរអត់លើកនេះដាក់យងក៏អត់ឆ្លើយជាមួយណាប៉ាហ្នឹងទៀតហើយងាកពីគាត់ទៅសួរចេះយងថាគាត់ចង់ទៅដើរលេងជាមួយនឹងនាងដែរអត់ដើរតែពីរនាក់ឯណាចំដាក់យងមិនធ្វើអញ្ចឹងនេះអត់មានគិតអារម្មណ៍របស់ចុងវូនអីបន្តិចសោះហ្មងបន្តិចក្រោយមកពីរនាក់ហ្នឹងក៏បានមកដល់ផ្ទះរបស់ប៉ាចេះយងឥឡូវហ្នឹងចាយរបស់គាត់គឺចេញពីផ្ទះមួយហ្នឹងហើយហេតុនេះដាក់យងអាចមកលេងបានឈលជាបានមកដល់អញ្ចឹងហើយចេះយងក៏ចង់ឲ្យនាងទៅពិនិត្យជាមួយនឹងពេទ្យផ្ទាល់ខ្លួនរបស់គាត់តែដាក់យងអត់ព្រមជាមួយនឹងគាត់ទេបើដល់អត់ដឹងអញ្ចឹងដាក់យងរបស់យើងអាឡែស៊ីជាមួយនឹងពេទ្យតែលើឈ្មោះគឺថាខ្លាចហ្មងភ្លាមដាក់យងស្រាប់តែស្ងាត់មាត់ហើយហត់ចេញពីកន្លែងហ្នឹងបានតែគេទៅណាគេក៏លេចឃើញអាងហែលទឹកនោះតែនឹងហក់ចូលឯហ្នឹងភ្លាមនោះចេះយងក៏បានមកអោបជាប់គាត់អត់ចង់ឲ្យនាងលេងទឹកទាំងកៅអៅមួយហ្នឹងទេតែសើមអីដឹងតែចប់ហ្មងហើយបើមកឲ្យលេងឲ្យធ្វើមកយើមកគេឡើងខ្ជូតហ្មងតែសារតែយាយប៉ាហ្នឹងចង់លេងទឹកពេកចុងក្រោយចេះយងក៏បានយកកៅអៅចាយរបស់គាត់ហ្នឹងឲ្យយាយប៉ាហ្នឹងពាក់ទៀតហើយកៅអៅរបស់ចាយទៀតហើយនិយាយលេងសាច់អីដាក់យងពាក់អាវហ្នឹងទៅឡើងខ្ជូតសាហាវហ្មងហើយបើសាច់ស៊ីម៉ាក់ហ្នឹងចេះយងធំបានដែរចុះតាមពិតទៅប្រូហ្នឹងក៏មិនចង់ឲ្យដាក់យងស្លៀកពាក់អញ្ចឹងដែរប៉ុន្តែបើឲ្យនាងពាក់អាកៅអៅហៀនហ្នឹងទៅងូតហត់តែចប់ជាងហ្នឹងទៀតមើលទៅពាក់កៅអៅរបស់ចាយហ្នឹងគឺជាជម្រើសដ៏ល្អបំផុតហើយគ្រាន់តែបានឈានជើងចូលអាងទឹកភ្លាមដាក់យងគេឡើងសប្បាយចិត្តទោះបីជាទឹកហ្នឹងត្រជាក់ខ្លាំងប៉ុណ្ណាក៏ដោយក៏នាងនៅតែព្រមលេងដែរនិយាយទៅដាក់យងចូលចិត្តអារម្មណ៍ពេលហែលទឹកហ្នឹងខ្លាំងហ្មងនាងក៏បានប្រវល់ចេះយងមកលេងជាមួយនឹងគ្នាដែរប៉ុន្តែអាប៉ែហ្នឹងអត់ព្រមអាហ្នឹងមិនមានន័យថាគាត់អត់ចូលចិត្តហែលទឹកទេគាត់ថាកាលពីនៅតូចគឺគាត់ចូលចិត្តហែលទឹកហ្នឹងខ្លាំងមែនតើហ្មងប៉ុន្តែបើធៀបមកដល់ឥឡូវហ្នឹងវិញគឺគាត់ចង់មើលដាក់យងហែលជាងឲ្យតែហែលខ្លួនឯងផ្ទាល់មិនបានមើលទស្សនីយភាពហ្នឹងពេញភ្នែកយើងបើនិយាយពីដាក់យងរបស់យើងវិញឥឡូវហ្នឹងគឺគ្មានខ្វល់អីច្រើននោះទេនាងដឹងត្រឹមថាឥឡូវហ្នឹងបានហែលទឹកហើយបានមើលទេសភាពទីក្រុងហ្នឹងឡើងស្អាតហ្មងមុខហ្នឹងបើគេហៅមកនៅផ្ទះជាមួយគេមកទៀតនេះបន្តិចក្រោយមកចេះយងក៏បានហៅនាងមកចិត្តគាត់ថាមានអីគួរឲ្យចាប់អារម្មណ៍ចង់ប្រាប់ប៉ុន្តែពេលមកដល់មានប្រាប់អីអាប៉ាត់នឹងលេងចាស់ទឹកដាក់គេសោះខូចណាប៉ុន្តែពេលដាក់យងឆ្លក់គាត់ក៏បារម្ភពីនាងវិញអាប៉ាត់នឹងទៅខូចដាក់យងក៏មិនណយដែរនាងក៏បានចាប់ទាញគាត់ចូលទឹកនឹងភ្លាមតែម្ដងនោះសាបឯកសន្តានរបស់គេអស់រលីងឈលតែអញ្ចឹងទៅហើយចេះយងគាត់ក៏បានដោះអាវរបស់គាត់ចេញអូយឈឺភ្នែករួចហើយពីអ្នកហ្នឹងក៏បានហត់ដេញចាប់គ្នាយងខំហាមថាប៉ាត់នឹងលេងខូចគេឥឡូវនឹងនាងជាមនុស្សឈឺអញ្ចឹងទៅគាត់ត្រូវតែតឲ្យនាងឈឺអីចេះយងឃើញថាយាយប៉ាត់នឹងសុខភាពល្អធម្មតាសោះហ្នឹងបន្តិចក្រោយមកចេះយងក៏ចាប់នាងបានហើយលេងអោបគេឡើងស្និទ្ធចឹងហ្មងនេះចេះមែនសម្រាប់ចេះយងដាក់យងគឺជាមនុស្សដែលមានពន្លឺខ្លាំងហ្មងកាលពីមុនគឺគាត់មិនដែលមានភាពសប្បាយរីករាយអញ្ចឹងនោះទេហើយមួយវិញទៀតគាត់ក៏ដែលមានអារម្មណ៍ដែលអ្នកផ្សេងហ្នឹងយកចិត្តទុកដាក់ចំពោះគាត់ដែរអញ្ចឹងទៅគឺគាត់ពិតជាអរគុណចំពោះវត្តមានរបស់ដាក់យងចូលមកក្នុងជីវិតរបស់គាត់ហ្នឹងខ្លាំងនិយាយ
vậy không cho tua tầm bật đập bậy nâng lên sai tia đây rồi cốt ban bao đại giống cho từ không tận nâng mộng khỏi bị lên cho mùa nâng kia ở chặt đại giống của bạn lang từng coi hai niên của bạn xô nón bìa rõm cốt chụp bộ bông sấy tí pì niên đơn cho ba thẻ tăng bị đa mó cho giống cứ bật cho trongสำหรับบองใส่ระบอกกอดน่ะก็บันแต่จะย่องคือกอดมันเฟอเรื่องแบบนู้นเตะนี่กับโปรแต่กอดกันแท้มนุษย์แบบนึงอ่ะคือกูแต่เอาจะบ้าจะเนี่ยจัดการแบบตัวน้ามวยอ่ะบอกกอดสำหรับมนุษย์จังไม่ได้แท้กอดจมูกหนึ่งบองใส่แบบกอดนั่งอ่ะวิคเมนไอ้เขาคะแนนนู้นเตะสำหรับได้ย่องวิ่งเนี่ยกับบ้านคอมโตรจมูกหนึ่งกำนัดมวยนั่งได้ผู้ไอ้ได้ย่องกันแท้อ่ะไปนั่งอ่ะในเมียนบองปอนบันแต่เนี่ยวิ่งอ่ะอาการทรงสดนั่งคือวิเขาคะแนนนี่กับโปรแต่เนี่ยเมียนแต่มันไอ้จังเตออ่ะเนี่ยอ่ะจำใบควายเฉานู้นเตะข้าเจ้าบอกเมื่อขนมมันตุ๊บดอกซานกับเงิดมวยแต่ย่องบ้านได้เจ้าหมกให้ขึ้นจะย่องเนยแต่ดังห้ามจังรัดวันนี้เก็บบ้านโฮเชียมตามมอดที่รอจะย่องบ้านสู้เหมือนกันเองแท้ตาแฮดไอ้บ้านจีเนียงทวนจังดะกอดตากอดบ้านเฟอไอ้ข้องมันปีมนหมอกคือกอดเจอเจ็ดแต่ละเนียงครั้งอ่ะแฮดไอ้บ้านจีเนียงสำหรับกอดแต่เว้นเรื่องสำนวนนังหายอ่ะดะย่องพญะคลุนเปิดตามปะระมนนั่งเนียงอยู่ซับน้องเตะพญะมองเพลียมเนียงกับบ้านหอจะย่องเพลียมไปเดี๋ยวเนียงเกยลัวกอดกับบ้านแต่จะทนามได้ลือแต่ทนามอ่ะดะย่องมันสู้น้อมเก็บดาวท่าเลยนึงอ่ะเกมีเราไม่ได้ให้โซเพียบไอ้ย่าเนยทอมาได้ให้เธอด้วยหายเนียงกับบ้านแต่มือคลองกระตาบ่อเนียงวิ่งมาดองหอจะหอล่างกับบ้านเคนท่าอัดทนามเนียงยอมเมานึงอ่ะคือเนยคลองกระตาบ่อเนียงเนื้อไล่มนนึงอ่ะเนียงไพ่เหมือนสเตอร์เตะปันใต้อะไรนึงอ่ะบ้านทูไว้ใหญ่ด้วยหายได้ย่องกับบ้านพลากาพลาไอ้ให้ตลอดหมกแต่วิ่งในตามพลาเนียงสู้โคลนไอ้ละโหดแห่เบอร์จะย่องนึงอ่ะเหม็นโกรบอลลงมาจ้าลี่จังเนียงมันสำหรับมนุษย์เข้าหอยเตะให้มือเตะเบอร์แก้จีโกรบอลลงมาจ้าลี่นึงแม่นแต่แก้ก็จะจนลงกลัวได้หัวไงนึงอ่ะแก้หัวเนยแต่งเวทนี่จังเตอเนียงสำหรับแก้ก็วิอดมินในเองได้ให้ลี่มันสำหรับนายแก้มันในอ่ะได้ย่องเธอแต่เมื่อจะพาสันใบไม้ภายในการระบอบโปเก้ไอพลับโดตามขอยบ้าน